ចាមរៀបសួរនេះខ្ញុំឈ្មោះស្រីសងកកុងសងធ្វើការរោងចក្រ King Baker ធ្វើការរោងចក្រ King Baker ហ្នឹង3 ឆ្នាំហើយបងចាជំរាបសួរនាងខ្ញុំឈ្មោះធឿនស្រីពុចធ្វើការនៅរោងចក្រ Baker តាំងពីឆ្នាំ2021ខែ6ចាជំរាបសួរនាងខ្ញុំឈ្មោះសាវកស្រីម៉ានាងខ្ញុំមកពីរោងចក្រ Baker នាងខ្ញុំមកនេះមកសុំយុទ្ធធម៌អំពីខាងរោងចក្រ Baker ដែលបានផ្ដាច់ឈ្មោះពួកខ្ញុំចេញពីផ្នែកប៉ាក់ទៅខ្សែដេររោងចក្រ King Baker ហ្នឹងគាត់គៀបសង្កត់កម្មករគាត់ចង់ឲ្យកម្មករហ្នឹងដូរផ្នែកទឹកខ្សែដេរព្រោះពួកខ្ញុំអត់ចេះដេរទេពួកខ្ញុំនៅផ្នែកប៉ាក់គាត់កាត់ឈ្មោះកម្មករទៅខ្សែដេរដោយគ្មានមូលហេតុគាត់កាត់ឈ្មោះពួកខ្ញុំអត់មានប្រាប់មូលហេតុអីចេះចុះទេបងគាត់ឲ្យពួកខ្ញុំនឹងទៅជួយខ្សែដេរផ្លាស់ប្ដូរម្ដងមួយខែម្នាក់ពួកខ្ញុំទៅតែសំខាន់ពួកគាត់កាត់ឈ្មោះពួកខ្ញុំអត់មានប្រាប់អត់មានផ្ដល់ដំណឹងផ្ដល់កម្មករទេដល់ពេលរយៈពេលមកភ្ជុំហើយចូលមកវិញនេះគាត់ឲ្យកម្មករចូលធ្វើការតែថ្ងៃទី26 27នោះកម្មករចូលធ្វើការ scan មេដៃធម្មតាតែគាត់កាត់មេដៃពួកខ្ញុំអត់ឲ្យ scan នៅក្នុង system ជាប់គាត់ក៏បិទរូបពួកខ្ញុំហ្នឹងដូចជាទីស្គរអញ្ចឹងបងអត់ឲ្យពួកខ្ញុំចូលធ្វើការរោងចក្រសន្តិសុខខាត់ចាប់ពួកខ្ញុំមិនឲ្យចូលក្នុងរោងចក្រឯងបងកោតកម្មដោយសារពួកខ្ញុំមិនសុខចិត្តពួកគាត់កាត់ឈ្មោះពួកខ្ញុំទាំង76នាក់ចូលទៅខាងផ្នែកដេរទាំងដែលពួកខ្ញុំអត់មានជំនាញខាងដេរចង់ដូរជំនាញដោយសារពួកខ្ញុំគាត់ជំនាញតែខាងប៉ាក់ដោះឲ្យទៅពួកខ្ញុំទៅដេរពួកខ្ញុំមិនជំនាញពួកខ្ញុំចឹងវាពិបាកពីម្សិលមិញថ្ងៃទី29ខាងក្រសួងក៏ចុះមកឲ្យនិយាយជាមួយអ្នកស្រីច័ន្ទវាសនាហ្នឹងគាត់ព្រមព្រៀងមួយពួកខ្ញុំថាឲ្យ3ចំណុចតែពួកខ្ញុំអត់ព្រមពួកខ្ញុំសុំ5ចំណុចចាពួកខាងភាគីពាក់ព័ន្ធគាត់បានជួយមកដំណោះស្រាយឲ្យពួកខ្ញុំតែពួកខ្ញុំអត់ព្រមទទួលយកទេព្រោះពួកគាត់បានឲ្យខ្ញុំត្រឹមតែ3ចំណុចហ្នឹងគាត់ឲ្យពួកខ្ញុំលុយប្រាក់ខែចុងក្រោយហើយក្នុងលុយបណ្ដាច់ឆ្នាំហើយនឹងលុយអតីតភាពខ្ញុំចង់បាន5ចំណុចហ្នឹងគឺលុយបណ្ដាច់ឆ្នាំលុយប្រាក់ខែចុងក្រោយលុយអតីតភាពលុយជំនឿចិត្តហើយនឹងលុយជូនដំណឹងលទ្ធផលចុងក្រោយហ្នឹងគាត់គិតឲ្យពួកខ្ញុំតែ3ចំណុចទេគាត់ឲ្យពួកខ្ញុំ3ចំណុចអត់បានដល់គោលដៅអីចឹងណាបងហើយគាត់ថែមលុយប៉ះបើចំនួនម្នាក់$104ហើយនឹងចាប់ពី5ឆ្នាំជាងគាត់ឲ្យពួកខ្ញុំម្នាក់208តែប៉ុណ្ណឹងបងខាងរោងចក្រគាត់ព្រមព្រៀងតែប៉ុណ្្នឹងទេតែសំខាន់ពួកខ្ញុំអ្នកពូធំគាត់ឲ្យអត្តភាពឲ្យពួកខ្ញុំចូលធ្វើការមែនតែគាត់នៅតែកាត់ឈ្មោះពួកខ្ញុំទៅខ្សែដេរដែរហ្នឹងពួកខ្ញុំចេះដេរពួកខ្ញុំនៅផ្នែកប៉ាក់ហ្នឹងពួកខ្ញុំអត់ចេះដេរទេបងហើយក៏អត់មានអ្នកណាគៀបសង្កត់ពួកខ្ញុំអ្នកពូធំដោយអ្នកស្រីច័ន្ទវាសនាហ្នឹងគាត់និយាយថាពួកខ្ញុំគេគៀបសង្កត់ឲ្យពួកខ្ញុំទៅជួយកម្មករដែល75នាក់ដែលនេះទាំងអស់គ្នានឹងទេពួកខ្ញុំនៅកន្លែងផ្នែកប៉ាក់គឺចូលរួមទាំងអស់គ្នាទេស្រេចតែចិត្តពួកខ្ញុំទេអត់មានណាគេគៀបសង្កត់ទេទៀមទាជួយទាំងអស់គ្នាទាំងពួកខ្ញុំទាំងស្ត្រីមានផ្ទៃពោះ 3-4 នាក់និងបងប្អូនខ្ញុំនៅខាងផ្នែកប៉ាក់ទាំងអស់ខ្ញុំសូមជំនុំពរសម្ដេចហើយនឹងក្រសួងទាំងអស់ជួយអន្តរាគមន៍ជួយរកយុទ្ធធម៌ដល់ពួកខ្ញុំកម្មករទាំងអស់76នាក់ហ្នឹងព្រោះពួកខ្ញុំវាអយុត្តិធម៌ណាខាងរោងចក្រកាត់ឈ្មោះអត់មានប្រាប់អត់មានមូលហេតុហើយអត់បើកប្រាក់ខែឲ្យពួកខ្ញុំទៀតនៅក្នុងខែកញ្ញាហ្នឹងតាំងពីមុនជុំតឥឡូវពួកខ្ញុំអត់ទាន់បានទទួលលុយប្រាក់ខែដែលពួកគាត់បើកឲ្យពួកខ្ញុំដល់ចុងក្រោយនឹងទេ